លោកតាកាលនៅរៀនប្រពន្ធខ្ញុំគាត់រៀនពូកែជាងខ្ញុំតែឥឡូវឲ្យតែឆ្លោះគ្នាគាត់តែងតែយកចំណុចហ្នឹងមកនិយាយមើលងាយខ្ញុំថារៀនអន់ជាងគាត់គួរធ្វើដូចម្ដេចមុំសតុំចង់ចៅឯងមានកូនប្រមាណក៏ដោយចង់ចៅឯងស្រឡាញ់ប្រពន្ធចៅប្រមាណក៏ដោយគឺនិយាយឲ្យដាច់អូនយើងប្តីប្រពន្ធនឹងគ្នាហើយប្តីប្រពន្ធដេកក្រែជាមួយគ្នាមានកូនចៅមួយគ្នាណាអូនណាបើរាល់ពេលបងឆ្លោះជាមួយអូនឯងហើយបងយករឿងចាស់មកនិយាយមើលងាយអូនឯងបងសុំទោសតែអូនឯងឈប់យករឿងចាស់មកនិយាយមើលងាយបងចាប់ពីពេលថ្ងៃនេះទៅយើងកាន់ដៃគ្នាពេលឆ្លោះគ្នាកុំយករឿងហ្នឹងមកបើឆ្លោះឆ្លួយយើងត្រូវប្រញាប់កែណាអូនណាបើសិនណាជាអូនមិនព្រមជាមួយបងទេយើងលែងលះគ្នាទៅពីព្រោះស្វាមីភរិយាប្តីក៏ដោយប្រពន្ធក៏ដោយមិនត្រូវយកចំណុចខ្សោយមកមើលងាយប្រមាថគ្នាទេឈប់ទាំងអស់គ្នាបងក៏ឈប់អូនក៏ឈប់និយាយប៉ុណ្ណឹងអូខេថ្ងៃក្រោយបើប្រពន្ធផ្លត់មាត់ប្រាប់ថាអូនមិនចាំទេកាលយើងអត់ឆ្លោះគ្នាបងនិយាយហើយកុំឲ្យយករឿងហ្នឹងបើអូនធ្វើម្ដងបងលើកលែងឲ្យលើកទី2លើកទី3គឺលែងគ្នាណាអូនណាលែងគ្នាបងស្រឡាញ់អូនឯងនោះស្រឡាញ់ហើយស្រឡាញ់កូនក៏ស្រឡាញ់ដែរប៉ុន្តែលែងគ្នាពីព្រោះអូនឯងមិនកែណាមុំសតុំឲ្យតែប្រុសយើងកាន់ចិត្តអញ្ចឹងចប់ហើយស្រីហ្នឹងបើគេស្រឡាញ់យើងគេឈប់ហើយតែបើថាគេនៅភ្លើទេកុំស្ដាយអូនឯងណាកុំស្ដាយអូនឯងណាអានោះអញ្ចឹងណាចៅនេះគឺជាជីវិតដែលមនុស្សប្រុសក៏ដោយមនុស្សស្រីក៏ដោយត្រូវកសាងដូចគ្នាខ្ញុំអត់ដែលមើលងាយប្រពន្ធខ្ញុំអត់ដែលមើលងាយខ្ញុំទេតាមមួយម៉ាត់ទេរឿងឥឡូវហ្នឹងនេះជីវិតខ្ញុំមួយម៉ាត់រឿងឥឡូវហ្នឹងអត់បានទេពីព្រោះស្រីក៏ដោយប្រុសក៏ដោយប្រុសដែលធ្លាប់មើលងាយប្រពន្ធធ្លាប់មាត់យូរទៅនិយាយឲ្យគេឮគេមើលងាយដល់គ្រួសារស្រីដែលធ្លាប់មើលងាយប្តីដូចគ្នាធ្លាប់មាត់ឬដល់ម្ដាយក្មេងដែរគេមើលងាយគ្រួសារយើងចាប់ដៃគ្នាជាពីរអ្នកប្តីប្រពន្ធធ្វើម៉េចកុំឲ្យគេមើលងាយដល់ក្រុមគ្រួសារយើងណាកុំឲ្យគេមើលងាយដល់ក្រុមគ្រួសារយើងណាអានឹងអញ្ចឹងណាកុំឲ្យគេមើលងាយដល់ក្រុមគ្រួសារយើងអូខេអានឹងអញ្ចឹង